Hello ក៏ដូចជាសួស្តីទៅដល់អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ទី1របស់ខ្ញុំនៅឯប្រទេសចិនអញ្ចឹងចំពោះ vlog ថ្ងៃនេះគឺខ្ញុំនឹងធ្វើពាក់ព័ន្ធជាមួយនឹងដំណើរកម្សាន្តចំនួន2ថ្ងៃរបស់ខ្ញុំទៅកាន់តំបន់មួយគេហៅថាលីជៀងអញ្ចឹងតើលីជៀងស្ថិតនៅណាលីជៀងគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗចំនួន4នៅក្នុងខេត្តយូណាននៃប្រទេសចិនហើយខ្ញុំនឹងធ្វើដំណើរចេញពីទីក្រុងដាលីទៅកាន់លីជៀងចម្ងាយ200គីឡូអូខេអញ្ចឹងនេះគឺជាពេលវេលាដែលយើងត្រូវចេញដំណើរទៅកាន់លីជៀងហើយបាទអូខេឥឡូវឡើងទៅលើឡានហើយនេះនៅតាមផ្លូវគេឡើងស្អាប់មែនតែនហ្មងណាព្រោះនៅនេះទៅជាអញ្ចឹងទៅអូយស្អាប់ពេញកញ្ចក់ហ្មងហើយដក7អង្សាសេទៅជាខ្លាំងមែនតែនA few moments later បាទក្រោយពេលដែលបានជិះឡានក្រុងអស់រយៈពេលពី4ដល់5ម៉ោងហើយឥឡូវយើងបានមកដល់តំបន់ទី1របស់យើងគឺកន្លែងហ្នឹងគឺមានឈ្មោះថា The Blue Moon Valley ហើយនិយាយទៅកន្លែងហ្នឹងគឺស្អាតមែនតើអ្នកទាំងអស់គ្នាគាត់តែមើលតែសភាពក៏ដឹងដែរគឺនិយាយទៅដូចឋានសួគ៌ហ្មងណាស្អាតខ្លាំងមែនតើហ្មងហើយមើលតគេឡើងខ្លាំងស្អាតហើយជាពិសេសខាងក្រោយភ្នំឃើញតកកឃើញអីទៀតវាទៅគឺអែមែនតើហ្មងណាមើលតគេថ្លាស្អាតហើយសម្បូរភ្ញៀវទេសចរមកកន្លែងហ្នឹងថតរូបគឺស្អាតខ្លាំងមែនតើចេញពីថតរូបនៅ Blue Moon Valley ហើយយើងមកកាន់ Yulong Snow Mountain បាទដើម្បីមកជិះ Sky Rock នៅលើភ្នំដើម្បីមកប្រហើយបំពង់អុកស៊ីហ្សែនគឺបានត្រៀមឲ្យព្រោះឯភ្នំខ្ពស់នេះអ្នកទាំងអស់គ្នាមើល reaction ខ្ញុំជិះ Sky Rock ជាលើកទី1ក្នុងឆាកជីវិតហើយឡើងលើភ្នំឡើងខ្ពស់មែនតើហ្មងណាឡើងលើភ្នំអូយគេហៅ high altitude មានន័យថាកម្ពស់ខ្ពស់ហើយកាលណាកម្ពស់ខ្ពស់ចឹងគឺយើងទទួលបានអុកស៊ីហ្សែនបានតិចហ្នឹងអញ្ចឹងពិបាកដកដង្ហើមមែនតើហើយហ្នឹងហើយនេះគឺជាមិត្តភក្តិរបស់ខ្ញុំបាទទៅជាមួយគ្នាមែននៅលើភ្នំទៅអត់មានអុកស៊ីហ្សែនអញ្ចឹងហើយពិបាកដកដង្ហើមប្រានេះជំនួយបាទតែនេះគឺជាទស្សនភាពនៅលើភ្នំអ៊ីឡុងភាសាចិនហៅថាអ៊ីឡុងស្វៀសាននៅទីក្រុងលីជៀងខេត្តយូណាននៃប្រទេសចិនបាទឃើញថាស្អាតមែនទែន view គេគាត់ថាទាស់ត្រង់មួយគឺវាខ្ពស់ហើយពិបាកដកដង្ហើមព្រោះអីអ្នកទៅជាមួយគឺឃើញភាគច្រើនគឺកាន់បំពង់អុកស៊ីហ្សែនម្នាក់មួយបាទថប់ដង្ហើមមែនទែនបន្ទាប់ពីបានទស្សនាទស្សនភាពនៅលើភ្នំហើយក៏បានតម្រង់ជួរជីសាយរត់ចង្ខំវិញប៉ុន្តែកំបើមនុស្សច្រើនមែនតើហើយយូរមែនតើនៅលើនឹងហប់ណាស់អូអស់ខ្យល់មែនតើបាទ my goodness ឡើងភ្នំយីឡុងស្វៀសានហ្នឹងបាទបន្ទាប់ពីបានទស្សនាពីទេសភាពពីកន្លែងនៅទីក្រុងលីជៀងឥឡូវយើងមកមើលសន្តាគាររបស់គេម្ដងបាទអូយគឺដូចលយមែនតើហ្មងប្លែកភ្នែកមែនតើដូចរៀងបុរាណណាសន្តាគារគេចាំទស្សនៈគេ The following day អូខេឥឡូវគឺដល់ពេលដែលយើងត្រូវធ្វើដំណើរត្រឡប់ទៅសាលាវិញហើយបាទពេលព្រឹកគឺគាត់តែរៀបចំហើយទៅសាលាវិញបាទអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានជួបជាមួយនឹងខ្ញុំនៅក្នុងវីដេអូក្រោយទៀតសូមអរគុណ